សួស្តីបងប្អូនទាំងអស់គ្នាតោះមកយើងមកធ្វើលំហាត់លេខ3គេថាថងមួយមានឃ្លី12គ្រាប់ក្នុងនោះមានតែឃ្លីសនិងខ្មៅគេចាប់យកឃ្លីម្ដងមួយចេញពីថងដែលចែកដល់ករកចំនួនឃ្លីខ្មៅបើប្រូបាបចាប់បានឃ្លីខ្មៅស្មើ1/3អញ្ចឹងគេឲ្យរកចំនួនឃ្លីខ្មៅប្រូបាបឃ្លីខ្មៅទៅយកចំនួនឃ្លីខ្មៅលើចំនួនសរុបហើយស្មើ1/3មកអញ្ចឹងយើងតាំងមួយយើងតាំងx ជាចំនួនឃ្លីខ្មៅអញ្ចឹងពេលប្រូបាបឃ្លីខ្មៅស្មើឲ្យ x ចំនួនឃ្លីទាំងអស់វា12 x លើ12ស្មើឲ្យ1/3ចឹងយើងទាញរក x យើងខ្វែងមកនេះ3គុណ x ស្មើឲ្យ12គុណ1ចឹងយើងទាញរក x គឺស្មើឲ្យ12គុណ1ចាក់ឲ្យ3ចាក់3មកឃើញហើយចឹង x ស្មើឲ្យ12គុណ1 12 12ចាក់3បាន4ចឹងនេះឃ្លីខ្មៅស្មើ4គ្រាប់ចឹងដូចនេះឃ្លីខ្មៅស្មើ4គ្រាប់ខរកប្រូបាបចាប់បានឃ្លីសចឹងចង់រកប្រូបាបចាប់បានឃ្លីសយើងត្រូវដឹងចំនួនឃ្លីសសិនឃ្លីខ្មៅ4ឃ្លីសប្រហែលបើទាំងអស់វាមាន12ចឹងយើងត្រូវរកឃ្លីសសិនចឹងឃ្លីសវាត្រូវស្មើ12ដក4 12ដក4ស្មើ8គ្រាប់ចឹងយើងអាចរកប្រូបាបឃ្លីសបានហើយប្រូបាបឃ្លីសស្មើឲ្យ8លើ12ចែកមកសម្រួលឲ្យ4បាន2សម្រួលឲ្យ4បាន3ហ្នឹងហើយចឹងដូចនេះប្រូបាបឃ្លីសពេលសចឹងមកស្មើឲ្យ2/3